មកឲ្យបងប្អូនដើម្បីបងប្អូនមើលថាអូតើបងប្អូននិយាយរៀនធ្វើខ្លួនឯងតើត្រូវឬអត់អីឬអត់ណាអញ្ចឹងនេះសង្ឃឹមថាបងប្អូនអាចទទួលយកបានហើយអាចយល់បានអញ្ចឹងសម្រាប់បងប្អូនដែលមិនយល់បងប្អូនអាចឆាតសួរបានឬក៏អាច comment សួរក៏បានអីក៏បានខ្ញុំមានYouTube ក៏មានហើយនឹង TikTok ក៏មានដែរហើយក៏ខ្ញុំដាក់នៅក្នុង Facebook ដែរបងប្អូនឃើញវីដេអូមួយនេះមិនដឹងថាបងប្អូនអាចឃើញវីដេអូមួយណាអាចឃើញវីដេអូនៅលើ TikTok ឬក៏ Facebook ឬក៏នៅក្នុង YouTube ខ្ញុំមិនដឹងតែបើបងប្អូនមានចេតនាចង់រៀនបន្ថែមបងប្អូនអាចព្យាយាម search រកមើលទៅហើយ channel ខ្ញុំដាក់ channel នៅក្នុង YouTube ខ្ញុំដាក់រៀនភ្លេងវិទ្យាសាស្ត្រTikTok ក៏ខ្ញុំដាក់អញ្ចឹងដែរប៉ុន្តែខុសដោយឡែកនៅក្នុង Facebook ខ្ញុំដាក់នៅក្នុង Facebook របស់ខ្ញុំហ្នឹងហើយអរគុណច្រើនបងប្អូនអញ្ចឹងសង្ឃឹមថាមេរៀននេះអាចជួយបងប្អូនហើយខ្ញុំនឹងជួបបងប្អូននៅវីដេអូបន្ទាប់ទៀតអរគុណច្រើនបងប្អូនជម្រាបលា